ភាសានេះមានឈ្មោះថាភាសាក្តីស្រឡាញ់បងប្អូនព្រោះដោយសារតែយើងធ្វើឡើងដោយបេះដូងនិងចិត្តគំនិតរបស់យើងចំពោះក្តីស្រឡាញ់ចែកជូនទៅបងជនពិការដោយសារតែភាសានេះគឺយើងធ្វើជូនសម្រាប់បងជនពិការជាពិសេសតែម្ដងនៅក្នុងមណ្ឌលជនពិការបងប្អូនអ្នកដែលធ្វើគឺជាម៉ាក់ដែលជាសិល្បករសិល្បករនីជើងចាស់បងប្អូនណាចាបងប្អូនប្រហែលជាបានឃើញពួកគាត់សម្ដែងនៅក្នុងគ្រប់រឿងគ្រប់ខ្សែភាពយន្តជាច្រើនមែនទែននៅក្នុងស្រុកខ្មែរយើងហើយយើងធ្វើនេះគឺធ្វើឡើងដោយក្តីស្រឡាញ់ក៏ដូចជាចិត្តបេះដូងយកមកធ្វើចែកជូនទៅបងជនពិការឲ្យគាត់បានភាសារបស់ឆ្ងាញ់ផងដែរបើនិយាយពីរសជាតិភាសាវិញអត់ឲ្យចាញ់ហាងធំឯបងប្អូនចានិយាយទៅឆ្ងាញ់ហើយឈ្ងុយមែនទែនក្លិនអីគឺដូចហាងធំតែម្ដងព្រោះដោយសារតែគ្រឿងផ្សំក៏ដូចជាយើងមានប្រហិតមានសាច់ក្តាមគ្រឿងផ្សំហ្នឹងគឺដូចភាសាដែលយើងញ៉ាំនៅហាងថ្លៃតែម្ដងបងប្អូនខ្ញុំយកវីដេអូនឹងយកមកកាត់សារឡើងវិញបងប្អូននៅខ្ញុំនឹករសជាតិភាសានឹងខ្លាំងមែនទែនព្រោះដោយសារតែឆ្ងាញ់ណាស់បងប្អូនខ្ញុំចូលចិត្តឈីដល់ពេលចឹងទៅខ្ញុំក៏មកឲ្យម៉ាក់គាត់ដាក់ឈីឲ្យច្រើនចឹងណាហើយនិយាយពីថាក្លិនវិញគឺឈ្ងុយអត់ចាញ់ហាងធំប្រហែលទេបងប្អូនចាហើយពីរសជាតិវិញនិយាយទៅមកអាចទទួលយកបានមកល្មមឆ្ងាញ់ហ្មងចង់ដឹងថាឆ្ងាញ់ឬមិនឆ្ងាញ់បងប្អូនមើលតែមាត់ទៅដឹងហើយចូលផងញ៉ាំផងធ្វើបដើផងញ៉ាំផងនិយាយពីថាឆ្ងាញ់មែនតើហើយសំខាន់ហ្នឹងគឺសប្បាយចិត្តពេលដែលបានទៅបងដែលគាត់ជាជនពិការគាត់ហូបបានឆ្ងាញ់គាត់ហូបហើយនាំគ្នាទៅសើថាឆ្ងាញ់ណាស់ចង់ហូបម្ដងទៀតហើយបងជនពិការក៏គាត់មានការសម្ដែងជាច្រៀងជារាំផងឲ្យបងប្អូនយើងបានសម្ដាប់ក៏ដូចជាទស្សនាចង់ជំរាបជូនប្រាប់បងប្អូនថាទោះបីគាត់ជាជនពិការមែនប៉ុន្តែទឹកចិត្តរបស់គាត់ក៏ដូចជាការស្រឡាញ់របស់គាត់មានដូចតែពួកយើងដែរទេបងប្អូនអញ្ចឹងសូមបងប្អូនមេត្តាកុំរើសអើងជនពិការអីព្រោះដោយសារតែជាមនុស្សដូចគ្នាទេហើយបងជនពិការខ្លះគាត់មានសន្តានចិត្តល្អជាងយើងអ្នកដែលមានដៃមានជើងពេញទៀតបងប្អូនចាមើលតើមុខទឹកមុខពួកគាត់ទៅម៉ាក់រស់វិញគ្រាន់តែបានសរសើរមួយគឺគាត់សប្បាយចិត្តហើយញញឹមបិទមាត់ចិត្តទេបងប្អូនមើលតើស្នាមញញឹមពួកគាត់គឺពួកគាត់មកធ្វើដោយចេញពីចិត្តអត់មានការបង្ខំឬមួយក៏បង្ខិតបង្ខាំងពីខាងណាណាបងប្អូនចាគឺមកធ្វើដោយចេញពីចិត្តចែកជូនដល់បងប្អូនដែលជាជនពិការឲ្យពួកគាត់បានហូបឆ្ងាញ់ឲ្យពួកគាត់ដឹងថាទោះបីជាពួកគាត់ជាជនពិការប៉ុន្តែពួកយើងនៅតែស្រឡាញ់ពួកគាត់នៅតែយកចិត្តទុកដាក់ចំពោះពួកគាត់ទាំងអស់គ្នាផងដែរធ្វើនេះមិនមែនសម្ដែងទេណាបងប្អូនគឺការប៉ັດទាំងអស់ព្រោះដោយសារតែយើងខ្មែរដូចគ្នាយើងត្រូវតែចេះចែករំលែកក្តីស្រឡាញ់មិនថាគាត់ជាជនពិការមិនថាគាត់ជាជនអីក៏ដោយយើងត្រូវតែមានចិត្តស្រឡាញ់ឲ្យគ្នាទៅវិញទៅមក